ជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនា Channel Hot New Daily ថ្ងៃនេះដែរគឺជាថ្ងៃអង្គារទី7 ខែតុលាឆ្នាំ2025ខ្ញុំបាទនឹងលើកយកព្រឹត្តិការណ៍ហេតុការណ៍ថ្មីដែលកំពុងតែកើតមានផ្ទាល់នៅឯប្រទេសថៃមកចែករំលែកជូនពុកម៉ែបងប្អូនឲ្យបានជ្រាបជាព័ត៌មានដោយបងប្អូនបានដឹងស្រាប់ទៅហើយមួយរយៈពេលកន្លងមកនេះតាំងពីប្រទេសថៃមានបញ្ហាសង្គ្រាមជាមួយនឹងប្រទេសកម្ពុជាយើងហេតុការណ៍ថ្មីគឺកើតឡើងមាននៅឯប្រទេសថៃសឹងតែជារៀងរាល់ថ្ងៃតាក់ទងជាមួយនឹងគ្រោះអគ្គិភ័យគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងដូចជាបាក់ស្រុតដីអីជាដើមបងប្អូនសម្រាប់គ្រោះមហន្តរាយដែលសារតែទឹកជំនន់មកដល់ឥឡូវប្រទេសថៃគឺមានជាហូរហែបងប្អូនបន្តកន្ទុយគ្នារហូតតែម្ដងដែលធ្វើឲ្យប្រជាជនថៃមួយចំនួនស្លាប់បាត់បង់ជីវិតនិងប្រជាជនមួយចំនួនទៀតកំពុងតែទៅរកទីទួលសុវត្ថិភាពដើម្បីគេចផុតពីគ្រោះទឹកជំនន់មួយហ្នឹងចឹងថ្ងៃនេះខ្ញុំនឹងលើកយកព្រឹត្តិការណ៍ព័ត៌មានអាប់ដេតថ្មីមួយពីគ្រោះថ្នាក់ទឹកជំនន់នៅឯប្រទេសថៃមកអាប់ដេតជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានជ្រាបជាព័ត៌មានផងដែរបាទមនុស្សស្លាប់ដោយសារតែទឹកជំនន់នៅឯប្រទេសថៃកើនឡើងរហូតដល់22នាក់ហើយនឹង37,000 នាក់ទៀតកំពុងតែរងផលប៉ះពាល់ដោយសារតែគ្រោះថ្នាក់ទឹកជំនន់នឹងបងប្អូនអាជ្ញាធរថៃបាននិយាយឡើងថានៅថ្ងៃអង្គារទី7 ខែតុលាឆ្នាំ2025នេះមនុស្សស្លាប់ដោយសារតែគ្រោះថ្នាក់ទឹកជំនន់កើនឡើងរហូតដល់22នាក់នឹងធ្វើឲ្យប្រជាជនមួយចំនួនទៀតធ្វើការចំណាក់ទៅរកទីទួលសុវត្ថិភាពហើយពួកគេកំពុងតែប្រញាប់ប្រញាល់ផ្ដល់ជំនួយទៅដល់មនុស្សប្រហែលជាប្រមាណ37,000នាក់ដែលរងផលប៉ះពាល់ដោយសារតែគ្រោះថ្នាក់ទឹកជំនន់ហើយមូលហេតុនេះគឺដោយសារតែភ្លៀងនៅតែបន្តធ្លាក់ជាហូរហែនិងទឹកជំនន់ដែលជន់មកពីទឹកទន្លេផ្ទាល់ផងដែរបងប្អូននេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី7 ខែតុលាឆ្នាំ2025នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបានរាយការណ៍ថាមនុស្សជាង36,900 នាក់នៅក្នុងខេត្តចំនួន19ដោយមិនបានរាប់បញ្ចូលជាមួយនឹងទីក្រុងបាងកកទេបាទចឹងបងប្អូនច្រើនណាស់ប្រជាជនដែលជំនះហើយជាមួយនឹងជួបគ្រោះវិបត្តិដោយសារតែបញ្ហាទឹកជំនន់មានជិតទៅដល់40,000 នាក់បងប្អូនអាជ្ញាធរថៃនៅតែបន្តសកម្មភាពតាមដានយ៉ាងសកម្មនៅកម្រិតនីវ៉ូទឹកដែលស្ថិតនៅក្នុងរដូវវស្សានេះដែលមានភ្លៀងធ្លាក់គ្របដណ្ដប់ស្ទើរតែពីពេញផ្ទៃប្រទេសនៅឯប្រទេសថៃបងប្អូនអញ្ចឹងសម្រាប់ព័ត៌មានថ្ងៃនេះដែរខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងដែលបានលើកយកឲ្យបងប្អូនបានជ្រាបជាព័ត៌មាននៅហេតុការណ៍តាក់ទងជាមួយនឹងគ្រោះមហន្តរាយដោយសារតែទឹកជំនន់ដែលធ្វើឲ្យប្រជាជនថៃស្លាប់បាត់បង់ជីវិតនឹងមួយចំនួនធំទៀតបានគេចទៅរកទីទួលសុវត្ថិភាពបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលទស្សនាវីដេអូហ្នឹងសូមជួយ Subscribe ចុច Follow ចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីហើយបើមានពាក្យពេចន៍ត្រង់ណាមិនសមរម្យសូមបងប្អូនអភ័យទោសយើងខ្ញុំនឹងកែសម្រួលនៅវីដេអូបន្តទៀតបងប្អូនបាទអញ្ចឹងជួបគ្នានៅវីដេអូបន្តសូមអរគុណ